ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការផលិតស្រាទំពាំងបាយជូរប្រាសាទភ្នំបាណន់និងការហូបផ្លែទំពាំងបាយជូររបស់អតិថិជនដែលមានការនិយមពិសានោះលោកចាំថៃឈឿងនិងអ្នកស្រីលេងច័ន្ទថុលជាកសិកររស់នៅភូមិបត់សាឡាឃុំឈើទាលស្រុកបាណន់ខេត្តបាត់ដំបងបានធ្វើការពង្រីកផ្ទៃដីសម្រាប់ធ្វើការដាំដុះដំណាំទំពាំងបាយជូរបន្ថែមទៀតនៅក្នុងភូមិជាមន្ត្រីឃុំត្រែងស្រុករតនមណ្ឌលខេត្តបាត់ដំបងដែលតាមការអះអាងរបស់អ្នកស្រីលេងច័ន្ទថុលបានឲ្យដឹងថាផ្ទៃដីនៅក្នុងតំបន់នេះជាប្រភេទដីមិនមានជីវជាតិសោះដែលស្មៅស្ទើរតែមិនចង់ដុះផងតែឥឡូវបានប្រែក្លាយទៅជាចំការទំពាំងបាយជូរដ៏ធំមានចំនួន 20,000 ដើមនៅលើផ្ទៃដី 5 ហិកតា ការដាំទំពាំងបាយជូរគ្រប់តំបន់គ្រប់កន្លែងគឺយើងដាំបានទាំងអស់មិនថាកន្លែងណានៅតំបន់ណាឬបរិយាកាសយ៉ាងម៉េចយ៉ាងនិយាយទេប៉ុន្តែបើសិនយើងបានធំដីទលំទលាយប៉ុណ្ណេះយើងកាន់តែល្អថែមទីតាំងនៅកន្លែងនេះយើងដាំបានចំនួន 20,000 ដើមបន្ថែមចាបើគិតជាផ្ទៃដីវាទំហំ 5 ហិកតាពេញតែម្ដងចាអញ្ចឹងវាខុសពីនៅចំការនៅគេហៅថានាងខ្ញុំយើងដីភូមិតូចៗម្ល៉េះយើងដាំបានម្ដង 5 ជួរ 20 ជួរអសមេនាងខ្ញុំកំពុងតែបង្កើតនៅប្រភេទផ្លែសមួយទៀតគឺមិនមែនពូជប្រភេទផ្លែញ៉ាំទេគឺប្រភេទផ្លែយើងធ្វើស្រាសអញ្ចឹងស្រាវាមាន 3 ប្រភេទមាន red wine មាន rose មាន white wine អញ្ចឹង white wine មិនមែនជាស្រាបិទទេគឺស្រាចេញពីផ្លែទំពាំងបាយជូរដូចគ្នាគ្រាន់តែវាទឹកវាសចាអញ្ចឹងកម្មវិធីនៃការដែលយើងធ្វើខុសៗគ្នាហើយរសជាតិខុសគ្នាហើយនៃការទទួលទានក៏មានរបៀបខុសគ្នាខ្ញុំគិតថាជាជោគជ័យហើយប៉ុណ្ណេះគឺដែលយើងដាំប្រភេទដីកន្លែងនេះសួរគេអ្នកស្រុកនេះអ្នកណាក៏គេទទួលស្គាល់ថាដីកន្លែងនេះគឺដីអន់បាទសូម្បីតែឲ្យគេទិញគេមិនទិញផងបើសិនជាមិនទិញហើយមានទិញហើយគេមិនមានការសាងសង់កន្លែងនេះគេអត់ទិញទេគឺដាំបានតែអាកាសយាទេប្រភេទដីនេះគេហៅដីលុះបាទកន្លះម៉ែត្រទៅក្រោមគឺរឹងហ្មងអេសកាសំបីតែអេសកាកាយក៏សូងឺតតឹងហ្នឹងហ្នឹងហើយបើយើងកាប់វិញនឹងទៅសេះចូលបានមួយថ្នាំងដៃអីទេបាទហើយជាមូលហេតុអីបានជាលោកហ៊ានរហូតដល់ដាំទំពាំងបាយជូរចាខ្ញុំយល់ថាតំណាំខ្ញុំនេះខ្ញុំដឹងសុកទុកតំណាំខ្ញុំច្បាស់តំណាំនេះវាស៊ីរឹសរាក់ត្រឹមតែ2ទឹកទេអញ្ចឹងយើងពូនរងតែបន្តិចមកគឺផុតបាទហើយដីសម្រាប់ដីអន់យើងប្រើជីធម្មជាតិជាគោលហើយដូចឃើញស្រាប់ហើយដីខ្ញុំមានទៅដល់អង្កាមយើងក្រាងអង្កាមហ្នឹងថ្ងៃក្រោយវាទៅជាគេហៅថាវាជាវត្ថុល្អសម្រាប់ដីបាទអ្នកស្រីបានបញ្ជាក់ថាការដាំទំពាំងបាយជូរវាមិនសំខាន់ទៅលើដីនោះទេសំខាន់គឺកត្តាមនុស្សមានន័យថាមនុស្សជាអ្នកចេះកែច្នៃផ្ទៃដីដែលគ្មានជីវជាតិឲ្យទៅជាដីមានជីវជាតិរួមជាមួយនឹងភាពអត់ធ្មត់ការតស៊ូការស្វះស្វែងរកបច្ចេកទេសថ្មីៗសម្រាប់ធ្វើការដាំដុះទើបទទួលបាននូវភាពជោគជ័យព្រមជាមួយគ្នានោះចំការទំពាំងបាយជូរបាណន់មានកូនទំពាំងបាយជូរលក់និងមានការផ្ដល់នូវបច្ចេកទេសលើការដាំដុះនិងការថែទាំជាដើមចំពោះកសិករណាដែលមានបំណងចង់ធ្វើការដាំដុះនៅលើផ្ទៃដីរបស់ខ្លួនចំការទំពាំងបាយជូរបាណន់នាងខ្ញុំនេះយើងអាចមានសេវាកម្មក្នុងការលក់កូននិងការបង្ហាញប្រាប់ពីរបៀបនៃការដាំចានេះដែលយើងចង់បានចង់និយាយរួមទៅចង់ឲ្យប្រទេសខ្មែរយើងមានគ្រប់កន្លែងព្រោះក្នុងមួយខែមួយថ្ងៃយើងនាំចូលផ្លែឈើគេច្រើនណាស់អញ្ចឹងយើងចង់បានអ្វីដែលដាំនៅក្នុងស្រុកខ្មែរបានច្រើនហើយជាពិសេសការនាំចូលពីបរទេសបើសិនជាបងយើងទិញបានតម្លៃធូរមួយតម្លៃថោកមួយហើយតម្លៃមួយដែលយើងគិតថាធូរថ្លៃជាងខ្ញុំឧទាហរណ៍តែបើសិនជាយើងដាំហើយយើងមិនបានជោគជ័យយើងនឹងបរាជ័យតែយើងគិតយ៉ាងម៉េចអ្នកណាមួយចំណេញនឹងខាតដូចខ្ញុំដាំពេលនេះអញ្ចឹងអាយុវាបានតែ5ខែយើងអាចឲ្យផ្លែបានអញ្ចឹង4ខែក្រោយនឹងផលបានទទួលផលគេដាំ3ឆ្នាំទៅ5ឆ្នាំមិនតាន់បានផលតែអ្នកណាអ្នកចំណេញអ្នកណាអ្នកខាតសូមពិចារណាហើយជាពិសេសការដែលដាំទំពាំងបាយជូរគ្រប់កន្លែងទាំងអស់ស្ថិតក្នុងរយៈពេល16ឆ្នាំនៃការចាប់យកការដាំដំណាំទំពាំងបាយជូររបស់លោកចាំថៃឈឿងនិងអ្នកស្រីលេងច័ន្ទថុលរហូតមកដល់នឹងពេលនេះគឺលោកនិងអ្នកស្រីមានបទពិសោធន៍និងជំនាញបច្ចេកទេសច្បាស់លាស់និងអាចធ្វើឲ្យដំណាំប្រភេទនេះមានផ្លែផ្កាបានល្អក្នុងមួយឆ្នាំគឺ2ទៅ3ដងទៅតាមការបញ្ជាដោយការកាត់តងតាមបច្ចេកទេសតែប៉ុណ្ណោះការឲ្យផ្លែផុនទំពាំងបាយជូរមិនអាស្រ័យលើការបញ្ជាថ្នាំទេគឺនៅលើការកាត់មែកអញ្ចឹងគ្មានរឿងយើងត្រូវប្រើសារធាតុគីមីណាដើម្បីបង្ខំទំពាំងបាយជូរឲ្យចេញផ្កាទេគឺតែយើងមានតែការថែទាំវាមុននឹងចេញផ្កាវាតែងតែល្អស្លឹកបាទក្រោយពេលល្អស្លឹកគឺវា
CG មួយយ៉ាងទៀតវាបំពន់ទៅដល់ភ្នែកផ្កាទំពាំងបាយជូរវានឹងចេញផ្កាបានហើយកត្តាធំបំផុតដូចខ្ញុំនិយាយមិញវាត្រូវការពន្លឺនិងខ្យល់អាកាសគ្រប់គ្រាន់ ពេលនេះក៏ខ្ញុំសូមជម្រាបតែបងប្អូនចំការនាងខ្ញុំនៅខាងគណៈឋានកំពុងតែផ្លែទុំហើយកុំភ្លេចណាខ្ញុំបិណ្ឌចាខ្ញុំបិណ្ឌនេះមកឲ្យច្រើនដើម្បីមកថតរូបភាពឲ្យច្រើនទាំងអស់គ្នាព្រោះផ្លែកំពុងតែទុំហើយផ្លែច្រើនទៀតហើយជាពិសេសកុំភ្លេចជួយគ្រប់គ្រងនៅផលិតផលរបស់នាងខ្ញុំផងការដែលយើងខ្ញុំដាំតែពាំងមកជូរហើយការកែច្នៃទៀតគឺយើងគិតតែពីអ្វីដែលយើងទទួលបានគឺសុខភាពចាគេថាអត់ដំភាពផលិតភាពគុណភាពសុខភាពការទទួលស្គាល់នាងខ្ញុំគឺមានគ្រប់ទាំងអស់ស្ថាប័នកសិកម្មឧស្សាហកម្មពាណិជ្ជកម្មទេសចរហើយជាពិសេសបងប្អូនក្នុងភូមិក្នុងស្រុកយើងគាត់អត់បានចំណាក់ស្រុកទេគាត់អាចឆ្លៀតពេលឬក៏មានឱកាសមួយគាត់មកធ្វើការងារនៅកន្លែងយើងចាហើយជាពិសេសបងឃើញស្រាប់ហើយមិនថាគាត់មនុស្សចាស់ឬក៏ពិការទេគាត់អាចធ្វើបានចាអញ្ចឹងគាត់អត់មានប្រវត្តិចំណាក់ស្រុកទៅណាគាត់អាចរស់យ៉ាងស្រួលនៅក្នុងចំការនេះខ្ញុំផ្ទាល់តែម្ដងចា នេះគឺជាមោទនភាពមួយផងដែររបស់ប្រជាកសិករខ្មែរដែលមានសមត្ថភាពខ្ពស់ក្នុងការដាំដំណាំទំពាំងបាយជូរនៅលើផ្ទៃដីប្រភេទណាក៏បានដែលដំណាំប្រភេទនេះធ្លាប់តែមានដាំនៅក្នុងប្រទេសអឺរ៉ុបតែឥឡូវនេះខ្មែរយើងអាចធ្វើបានដាំបាននិងបានផ្ដល់នូវឱកាសការងារដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍បានដូចផ្នែកផងដែរដោយមិនឲ្យពួកគាត់ចាក់ចែងទៅស្វែងរកការងារធ្វើនៅក្រៅប្រទេសដោយប្រថុយប្រថាននោះឡើយ